បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាឥឡូវនៅក្នុងវីដេអូនេះខ្ញុំខានចេញ You Brand ហើយបងប្អូនណាសូមខន្តីអធិស្ឋានដោយសារវារវល់ពេកបងប្អូនហើយណែអានេះហ្នឹងបងអញ្ចឹងវីដេអូមិនសូវបានជួយធ្វើវីដេអូដើម្បីផ្សព្វផ្សាយទាក់ទងនឹងមេផ្សិតទេបងប្អូនតែថ្ងៃនេះឱកាសល្អក៏ឆ្លៀតពេលបន្តិចទៅដោយសារបានមកដល់ផ្ទះអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំមិនមានអីពិសេសទេគ្រាន់តែថាចង់បង្ហាញថាមានបងប្អូនមួយចំនួនថាមិនបានគេយករបស់នឹងមកនេះរបស់អីបងប្អូននេះចង់ដឹងមកមើលនេះបងប្អូននេះស្អីគេនេះដឹងអានឹងអីហ៎អញ្ចឹងអានេះគេហៅថាកងបងប្អូនកងអញ្ចឹងកងនេះតែវាមានសារៈសំខាន់អីបងប្អូនអ្នកដែលបានទិញមេផ្សិតហើយជាធ្លាប់បានឃើញណាគឺនៅលើកញ្ចប់ផ្សិតហ្នឹងគឺតែងតែឃើញកងជាក់ឃើញទេអញ្ចឹងកងនេះគឺគេធ្វើមកពីស្លឹកត្នោតបងប្អូនណាធ្វើមកពីស្លឹកត្នោតហើយវាមានសារៈសំខាន់អីហើយអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺចង់និយាយថាតើបើយើងអត់ប្រើវាបានអត់ហ្នឹងហើយតើយើងអត់ប្រើវាបានអត់ចម្លើយគឺអត់បានទេដោយសារនេះគឺជាយើងមើលទៅគឺវាសាមញ្ញតែវាសំខាន់សម្រាប់ការធ្វើឲ្យផ្សិតរបស់យើងគឺអាចដោះហើយបែបធម្មជាតិអញ្ចឹងយើងមានច្រើនបងប្អូនណាយើងច្រើនណានេះកងនេះតែបង្ហាញនេះមិនមែនលក់កងទេណាបងប្អូនពេលទៅថាច្រឡំបង្ហាញអញ្ចឹងទៅថាខ្ញុំលក់កងមិនមែនលក់កងហ្នឹងទេតែគាត់តែចង់បង្ហាញជាគេថាធាតុផ្សំដែលយើងបានប្រើប្រាស់សម្រាប់ផលិតជាមេផ្សិតជួយបងប្អូនអញ្ចឹងកងនេះគេប្រើនៅកន្លែងណាបងប្អូនដើម្បីឲ្យបងប្អូនឃើញនេះខ្ញុំបង្ហាញមេផ្សិតបងប្អូននេះគឺជាកញ្ចប់មេផ្សិតចំបើងបងប្អូនមេផ្សិតចំបើងនេះគឺប្រហែលយើងទៅតែដាក់ទេគឺវាមិនទាន់ដើរសរសៃទេអញ្ចឹងកងនេះគេដាក់កន្លែងនេះបងប្អូនឃើញទេនេះគឺជានេះហើយតែហេតុអីបានមានពើខុសគ្នានេះគឺវាពើប្រផេះកម្ៅហើយនេះគឺនៅពណ៌ស្រស់ពើរាងលឿងអញ្ចឹងណាតែនៅក្នុងនេះគឺវាពណ៌កម្ៅដោយសារតែវាឆ្លងកាត់កម្ដៅការស្ងោរចំហុយជាមួយនឹងមេនេះគឺរយៈពេលមួយយប់មួយថ្ងៃចឹងបានន័យថាជាង10ម៉ោងវាមិនដល់មួយយប់មួយថ្ងៃទេបើតែវាជាង10ម៉ោងណា2ទៅ10ម៉ោងទៅ3ទៅ10ម៉ោងទៅ5 10ម៉ោងចឹងទៅអញ្ចឹងគាត់ទៅឆ្អិនណាឆ្អិនអស់ហើយឆ្អិនជាមួយនឹងអាលបាយនៅក្នុងស្បោងហ្នឹងណាហើយគេដាក់អញ្ចឹងទៅអីគេហៅដាក់កនេះគឺវាងាយស្រួលមិនបងប្អូនងាយស្រួលត្រង់ថាកាលណាគេដាក់មកយើងដាក់ក្នុងថង់បែបនេះហើយយើងគេចងកស៊ូមកគេទឹកកស៊ូអូបែបធ្វើមើលឃើញទេគេកស៊ូចឹងមកហើយវាងាយស្រួលទី1គឺវាងាយស្រួលនៅពេលដែលយើងដល់ពេលឆ្អិនទៅគេកាត់សារាយដាក់ចូលនេះបងប្អូនឃើញសារាយនេះសារាយដាក់ចូលមកហើយគេដាក់គោហ្នឹងមានហេតុអីបានគេដាក់គោបងប្អូនយល់ទៅមានឆ្ងល់ទេដាក់គោហ្នឹងគឺដើម្បីការពារបងប្អូនការពារនៅសត្វណាជាពិសេសគឺសត្វរុយវាមកពងដាក់កាលណាតែសត្វរុយវាមកពងដាក់ធ្វើឲ្យមេផ្សិតហ្នឹងគឺវាមានដង្កូវកាលណាវាមានដង្កូវកាលន័យថាទោះបីតែវាដោះចេញជាផ្សិតក៏វាមិនមែនជាផ្សិតណែដែលយើងអាចបរិភោគបានទេគឺជាផ្សិតអាចគោឬផ្សិតពុលអញ្ចឹងទៅណាគេបានគេប្រយ័ត្នណាការធ្វើមេផ្សិតហ្នឹងគឺវាងាយស្រួលមើលទៅគឺវាសាមញ្ញប៉ុន្តែវាមានការប្រុងប្រយ័ត្នណាទីមួយគឺធ្វើម៉េចថាបើខុសពីធម្មជាតិគឺផ្សិតយើងអត់ដោះទេអញ្ចឹងអ្នកដាំផ្សិតទាំងឡាយទើបតែប្រុងប្រយ័ត្នអញ្ចឹងណាការដាំការយកវត្ថុធាតុផ្សេងទៅដាក់ក្បែរផ្សិតយើងអីគឺអត់ដោះទេបងប្អូនដូចជាពេលដែលដាំបងប្អូនដាំសូម្បីតែក្លិនម្សៅក្រែមទឹកអប់របស់ស្ត្រីអីគឺអត់បានទេដាក់ទៅដឹងតែលើលួយផ្សិតអស់ហើយអញ្ចឹងវាគីមីបងប្អូនអញ្ចឹងបានថានេះគឺធម្មជាតិអញ្ចឹងកងនេះធម្មជាតិណាស្លឹកត្នោតហើយចុះយកលអីសាមញ្ញអាចបានប៉ុន្តែមិនប្រកាសថាដើរទេមិនប្រកាសថាមានប្រសិទ្ធភាពទេតែអ្វីដែលយើងដឹងគឺកងស្លឹកត្នោតហ្នឹងគឺជាប្រភេទនេះដែលវាមាន
គឺជាប្រភេទសម្ភារៈដែលវាដំណើរការណាហ្នឹងហើយហើយយើងចូលមកដាក់មកគឺដឹងថាផ្សិតយើងគឺមានផលមកអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញឲ្យបងប្អូនស្គាល់ទេមិនជាវែងឆ្ងាយអីទេបងប្អូនណាដោយសារខានធ្វើវីដេអូហើយចាំមកសិនតែជាចុងក្រោយបងប្អូនណាចង់បានមេផ្សិតជាប្រភេទមេផ្សិតចម្បើងណាយកទៅសាកល្បងដាំយើងអាចសាកល្បងដាំតិចតួចទៅមកកញ្ចប់នឹងអាចបានតិចតួចទេប្រហែលជា1ម៉ែត្រអីចឹងណាមិនដល់ទេហ្នឹងហើយអាស្រ័យលើដាក់ក្រាស់ដាក់ស្ដើងចឹងណាអញ្ចឹងបងប្អូនអ្នកដែលមិនធ្លាប់ដាំបងប្អូនអាចសាកល្បងប្រមូលទិញមេផ្សិតពីខាងខ្ញុំបានទីតាំងមេផ្សិតនេះគឺនៅខាងខេត្តសៀមរាបស្រុកប្រាសាទបាគងណាបងប្អូនតាក់ទងតាមលេខហើយបើសិនបងប្អូនចង់ដឹងពីវិធីសាស្ត្រដាំក៏យើងមានផ្ដល់ជូនដែរទីបងប្អូនអាចតាក់ទងតាមលេខជាបងប្អូនខ្ញុំគ្រាន់តែជួយផ្សព្វផ្សាយខ្ញុំបាននៅកន្លែងហ្នឹងទេតែខ្ញុំធ្វើការនៅកន្លែងផ្សេងអញ្ចឹងតែខ្ញុំជាកូនរបស់គាត់អញ្ចឹងម្ដាយខ្ញុំគេក៏ធ្វើតែម្ដាយខ្ញុំគាត់មិនជាអ្នកផ្សព្វផ្សាយអីទេខ្ញុំតែអ្នកជួយផ្សព្វផ្សាយគាត់អញ្ចឹងណាអញ្ចឹងបងប្អូនត្រូវការតាក់ទងតាមរយៈលេខទូរស័ព្ទរបស់គាត់ហ្នឹងហើយក៏បងប្អូនតាក់ទងតាមរយៈលេខអ្នកដែលបង្រៀនដាំក៏មានដែរយើងមានបង្រៀនការដាំទាំងផ្នែកនៅលើរោងហើយនៅលើដីហើយធានាថាបើថាបងប្អូនរៀនដាំធានាថាបងប្អូនចេះដាំប្រកបហើយទទួលបានផលសូមប៉ុណ្ណឹងបងប្អូនណាអរគុណច្រើនបងប្អូនដែលបានចូលមកទស្សនាក្នុងវីដេអូនេះពីដើមដល់ចប់